បាទថ្ងៃនេះសូមធ្វើវីដេអូមួយទាក់ទងទៅនឹងការរៀន skill 2សម្រាប់ជាងថ្មីដែលគិតទៅប្រឡូកឬក៏កំពុងសិក្សាអំពីទូហ្នឹងគឺខ្ញុំធ្វើជាវីដេអូនេះមួយសម្រាប់ជាផ្នែកមួយក្នុងការសិក្សានឹង skill 2ប្រភេទទូទឹកកកទូទឹកកកអញ្ចឹងទូទឹកកកគឺវាមានពីរប្រភេទគឺមានទូទឹកកកដែលដំណើរការដោយប្រព័ន្ធ inverter និងទូទឹកកកដែលដំណើរការដោយប្រព័ន្ធអត់ inverter ឬយើងហៅថា mono ហ្នឹងអញ្ចឹងលក្ខណៈដែលយើងអាចមើលដឹង skill គឺវាមានច្រើនហើយក្នុងនោះគឺយើងមានបន្ទាប់មកគេគឺយើងមើលទូហ្នឹងគឺវាមាន board បញ្ជាឬអត់នៅក្នុង board នោះវាមានទូខ្លះវាមាន board បញ្ជាមែនតែជា board mono ទេមិនមែនជា board inverter ទេទូខ្លះគឺវាមាន board ហើយមានជា board inverter បាទអញ្ចឹងលក្ខណៈមើលថាទូនឹងmono ឬ inverter យើងមើលឲ្យច្បាស់គឺយើងអាចមើលលើ board នឹងមួយហើយមួយទៀតយើងមើលលើcompressor របស់វាតែម្ដងបាទនេះគឺជាទូទឹកកក mono មួយបាទទូតូចទេអញ្ចឹងយើងមើលនៅលើ compressor របស់វាគឺគេមាន switch របស់គេនេះគឺ220ទៅ240 វ៉ុល220ទៅ240 វ៉ុលនិមិត្តសញ្ញាគេគឺAC ទៀតអញ្ចឹងគឺមានថាជាទូដែលដោយប្រព័ន្ធmono អត់មានជា inverter ទេម្យ៉ាងគាត់មាន board មានអីវិជាទៀតអញ្ចឹងគឺហៅទូ mono នេះគឺវាស៊ីភ្លើងខ្លាំងជាងទូ inverter ប៉ុន្តែវាស្រួលធ្វើស្រួលជាចូលតែវាស៊ីភ្លើងខ្លាំងដោយសារវាអត់មានពិនសំចៃហើយយើងត្រឡប់មកមើលទូនេះគឺជាទូ inverter របស់ brand Samsung អញ្ចឹងយើងមើលដឹងដោយសារទីមួយគឺវាមាន board ពេលខ្លះវា Samsung មែនប៉ុន្តែគេកែ inverter ចេញទៅជា mono អញ្ចឹងវាកើតជាទូ mono អញ្ចឹងវាមាន board ហើយវាមាន IPM នេះជា IPM របស់វាដើម្បីដំណើរការទៅលើ compressor inverter របស់វា compressor inverter គឺគេមាន switch របស់គេដាក់បាទនេះយើងមើលទៅគឺពី160ទៅ220 វ៉ុល60 Hz ទៅ200 Hz អញ្ចឹងគឺកម្រិតប្រេកង់បម្រែបម្រួលប្រេកង់វាគឺអាចដើរក្នុងចន្លោះនេះបានណាតែបើទូ mono យើងគឺវាដើរតែមកប្រេកង់ទេគឺ60 Hz ភ្លើងរឹតទេមកហើយជាភ្លើង AC ទៀតគឺនេះគឺជាលក្ខណៈខុសគ្នាហើយភ្លើងរបស់ Samsung ហ្នឹងគឺវាសន្សំសំចៃជាងដោយសារវាមានបម្រែបម្រួលវ៉ុលវាបានអញ្ចឹងណាអូខេបាទក្រៅពី board ដែលមាន IPM សម្រាប់ដើរជាមួយនឹង compressor ហ្នឹងក៏ board មួយចំនួនក៏វាប្រើជា IGBT ដែរដោយសារតែក្នុង IPM វាមាន IGBT ដដែលទេជាគេ BL មកដាក់មកខាងក្រៅអានេះក៏ជា board សម្រាប់ inverter ដែរហើយនេះក៏ជា compressor inverter មួយប្រភេទដែរបាទយើងឃើញទៅលើ switch វាគឺពី105 វ៉ុលទៅ200 វ៉ុល DC 60ទៅ255 Hz ណានេះគឺរបៀបមើលcompressor AC DC វីដេអូនេះគឺជាវីដេអូមូលដ្ឋានមួយទេសម្រាប់ជាថ្មីបាទសូមអរគុណមានកំហុសឆ្គងសូមអធិស្ឋានបាទអរគុណច្រើន